សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការរកប្រាក់តាមអ៊ីនធឺណិតតាម website PTC បែរថា Pay to Click បានន័យថាអ្វីបានន័យថា website ដែលយើង click ទៅលើពាណិជ្ជកម្មគេឲ្យលុយយើងពេលនេះខ្ញុំនឹងបង្ហាញអំពី website អ្នកទាំងអស់គ្នាមើល website នេះមានឈ្មោះថា Padword គឺជា PTC មួយដែលជួយឲ្យយើងរកប្រាក់តាមអនឡាញបានស្រួលហើយអត់ត្រូវចំណាយលុយអ្វីទាំងអស់អ្វីដែលអ្នកទាំងអស់គ្នាត្រូវការគឺអ្នកទាំងអស់គ្នាត្រូវតែមាន account មួយដើម្បីដកលុយមាន account PayPal Paysa Perfect Money Neteller ឬក៏ស្អីច្រើនណា website Padword នេះអនុញ្ញាតឲ្យអ្នកទាំងអស់គ្នា cash out គឺដកលុយចេញតាមសេវាជាច្រើនដើម្បីចុះឈ្មោះតាម website នេះក្នុងការរកលុយអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅកន្លែង register នៅក្នុង description នៃវីដេអូនេះអ្នកទាំងអស់គ្នាចុចទៅនោះមាននឹង pop up ចូលមកកាន់ page មួយនេះពេលនោះអ្នកទាំងអស់គ្នាចុះឈ្មោះមកអ្នកទាំងអស់គ្នាចុះ username ហើយ email របស់អ្នកទាំងអស់គ្នា password confirm password search ជាមួយនឹង date of birth អ្វីដែលសំខាន់នៅក្នុងនៅពេលដែលអ្នកទាំងអស់គ្នាចុះឈ្មោះនៅក្នុង Padword នេះគឺ date of birth ថ្ងៃខែឆ្នាំកំណើតរបស់អ្នកទាំងអស់គ្នាត្រូវតែដាក់ឲ្យបានត្រឹមត្រូវហើយអ្នកទាំងអស់គ្នាត្រូវចាំហើយទៅនៅថ្ងៃខែឆ្នាំកំណើតនៅកន្លែងនេះជាមួយកន្លែងនេះត្រូវតែដូចគ្នាពីព្រោះក្នុងករណីដែលយើងត្រូវ cash out ក្នុងករណីដែលយើងត្រូវ cash out គឺយើងត្រូវដាក់ថ្ងៃខែឆ្នាំកំណើតកាលណាយើងដាក់ថ្ងៃខែឆ្នាំកំណើតខុសយើងមិនអាច cash out បានទេដូច្នេះអ្នកនរគ្នាត្រូវតែចាំឲ្យច្បាស់នៅថ្ងៃខែឆ្នាំកំណើតអ្នកនរគ្នាដាក់នៅទីនេះឲ្យដូចនៅទីនេះពីព្រោះនៅពេលណាដែលយើងចង់ cash out យើងត្រូវដាក់ថ្ងៃខែឆ្នាំកំណើតហើយកន្លែងនេះនៅពេលអ្នកនរគ្នាចុះតាមlink ដែលខ្ញុំដាក់នៅកន្លែង video description នេះនោះអ្នកទាំងអស់គ្នានឹងខ្លាយទៅជា referral របស់ខ្ញុំកន្លែងនេះគេនឹង load ឈ្មោះខ្ញុំឧបមាថាដាក់ឈ្មោះបុប្ផាហើយ load ជាបុប្ផាពេលអ្នកទាំងអស់គ្នា open account មកគឺអ្នកទាំងអស់គ្នាបង្កើតបាន account Padword មួយដូច្នេះដើម្បីរកលុយក្នុង Padword ខ្ញុំនឹងចូលទៅធ្វើអ្នកទាំងអស់គ្នាមើលនេះគឺជា account Padword របស់ខ្ញុំនៅក្នុងនេះខ្ញុំមានលុយមកកាក់ជាងដូច្នេះដើម្បីរកលុយនៅក្នុង Padword គឺវាផ្អែកទៅលើអ្វីគឺ BAP ពាក្យពេញវាគឺ bonus add point អញ្ចឹងក្នុង bonus add point មួយគឺវាតំណាងឲ្យ add បានន័យថាពាណិជ្ជកម្មដែល load ឲ្យយើង bonus add point មួយពិន្ទុគឺស្មើនឹង 0.0005 ដូច្នេះក្នុងករណីនេះក្នុង Padwordដើម្បីរកលុយបានច្រើនលុះត្រាតែយើងមាន bonus add point ច្រើនអញ្ចឹង bonus add point ហ្នឹងគឺជាអ្វីដែលយើងត្រូវការក្នុងការរកលុយពី Padword នៅពេលដែលអ្នកទាំងអស់គ្នាចុះឈ្មោះដំបូងអ្នកទាំងអស់គ្នានឹងទទួលបាន bonus add point អានេះគេហៅថា bonus add point កាលណាយើង view add នេះគឺយើងបាន25 bonus add point សមាជិកថ្មីម្នាក់នៅពេលដែលចុះឈ្មោះចូលគេឲ្យយើងមានដល់ទៅ25ក្នុងពាណិជ្ជកម្មគុណជាមួយនឹង16មានន័យថាយើងរកបានមួយថ្ងៃគេ free ឲ្យយើង400 bonus add point នៅក្នុងករណី400 bonus add point នេះយើងគុណជាមួយនឹងមក bonus add point គឺ 0.005 ដូច្នេះក្នុងករណីនេះគឺយើងអាចមួយថ្ងៃយើងរកបាន $0.2 គឺ free គឺ $0.2 ដូច្នេះអ្នកទាំងអស់គ្នាជាសមាជិកថ្មីនោះអ្នកទាំងអស់គ្នាមួយថ្ងៃរកបាន $0.2 ហើយអ្នកទាំងអស់គ្នាអាច cash out នៅពេលណាដែលអ្នកទាំងអស់គ្នារកបាន$2ដូច្នេះដើម្បីទទួលបាន25 bonus add point នេះគឺយើងធ្វើដូចម្ដេចខ្ញុំធ្វើអ្នកទាំងអស់គ្នាមើលដោយ view ទៅលើ add ពេលនេះយើងចុច view activation add នៅពេលនេះវានឹង load ទៅកាន់ page មួយទៀត page ហ្នឹងគឺជា page ដែលយើងត្រូវបំពេញប្រឡោះ3ដើម្បីចូលទៅមើលពាណិជ្ជកម្មរបស់គេនេះគឺជា page ដែលយើងត្រូវបំពេញគឺយើងមិនចាំបាច់
វាយអក្សរនេះយើងគ្រាន់តែចុចទៅលើកន្លែងនេះគឺវា copy ឲ្យយើងតែម្ដងយើងចុចទៅលើកន្លែងនេះគឺវា copy ឲ្យយើងចុចទៅលើកន្លែងនេះ copy ឲ្យយើងនៅក្នុងការ view add នេះគឺវាមានរយៈពេលពី5វិនាទីទៅ30វិនាទីពាណិជ្ជកម្មខ្លះវាមានចំណាយពេល5វិនាទីពាណិជ្ជកម្មខ្លះចំណាយពេល30នាទីដូច្នេះខ្ញុំនឹង view add នេះមួយយើងចុចនេះមកនេះវានឹងpop up នៅ website ដែលគេផ្សាយពាណិជ្ជកម្មពេលនេះគឺ pop up មកហើយយើងត្រូវការរយៈពេល30វិនាទីដើម្បីមើលពាណិជ្ជកម្មនេះបន្ទាប់មកវានឹង load កន្លែងនេះមួយឲ្យយើងបំពេញដែលបញ្ជាក់ថាយើងមិនមែនជា robot ចាំតែចុចពាណិជ្ជកម្មគេដូច្នេះយើងត្រូវបំពេញយើងចុចកន្លែងនេះមកដើម្បីបំពេញcaptcha ពេលនេះដោយសារតែវាថ្មីវាអូតូម៉ាទិកឲ្យ captcha ត្រូវដូច្នេះយើង confirm ពេលនេះយើង earn បាន25 BAP ដូច្នេះអ្វីដែលយើងត្រូវការពី password គឺយើងត្រូវតែ earn ឲ្យបានច្រើន BAP ដូច្នេះយើងទៅ view add មួយទៀតនៅពេលនេះវា load មកទំព័រនេះវិញនេះខ្ញុំបាន25 BAP ដូចនេះខ្ញុំនឹង click ទៅលើ add មួយទៀតដើម្បីទទួលបាន25 BAP ទៀតពេលនេះវា load មកទៅ redirect ទៅកន្លែងគេពាណិជ្ជកម្មយើងធ្វើដូចមុនដោយគ្រាន់តែយើងចុច copy 3ជួរនេះគឺចុចទៅលើរូបនេះយើង copy 3ជួរហើយយើងទៅកាន់ website ដែលគេផ្សាយពេលនេះវាកំពុងដើរនៅក្នុងករណីនេះវាដើរមកវា website ចំណាយពេលតែ5វិនាទីគ្រាន់ដើរម្ដងវា load ហើយបាត់គឺចំណាយពេល5វិនាទីដូចនេះដើម្បី view add មួយគឺយើងចំណាយរយៈពេលពី5វិនាទីទៅ30វិនាទីតែភាគច្រើនឥឡូវ add គឺចំណាយពេល5វិនាទីដោយសារតែការទិញ add 5វិនាទីនិង30វិនាទីមានតម្លៃខុសគ្នាពេលនេះខ្ញុំរកបាន25 BAP ទៀតដូច្នេះយើង close វាមកយើងទៅកាន់ទំព័រដើមវិញយើង view another ad ពេលនេះយើងទៅកាន់ទំព័រដើមវិញនៅពេលដែលអ្នកទាំងអស់គ្នាមាន bonus add point បាន50ដែលខ្ញុំចុច2បាន50មាន50 bonus add point យើងអាច request micro add មួយ micro add 50 BAP យើង request បានមួយ micro add ហ្នឹងគឺមានតម្លៃ2សេនកន្លះពួកអីមក BAP គឺតម្លៃ 0.005 អញ្ចឹងក្នុងករណីខ្ញុំ request micro add មួយអ្នកនរគ្នាមើលយើងចុចកន្លែង request micro add មកគេថាអត់មាន micro add ទេឥឡូវយើង refresh មួយសិនមកពេលខ្លះវា error យើង refresh ម្ដងពីរមកយើងបាន micro add វិញពេលនេះវាកំពុងដើរហើយចាំទៀតខ្ញុំ refresh ហើយខ្ញុំនឹង request micro add ម្ដងទៀតតើវាមាន micro add អត់ចឹងពេលនេះខ្ញុំ request ម្ដងទៀតនេះ micro add វា load ឲ្យយើងហើយនៅក្នុងនេះវា load micro add 50 BAP យើងទទួលបាន add 12ដែលជាលុយដែលយើងត្រូវ add ដែលយើងត្រូវ view ពេលនេះខ្ញុំនឹង view add មួយដែលមានតម្លៃ1សេន25អ្នកនរគ្នាមើលដោយយើងចុចចូលពាក្យ view bonus add យើងចុចអានេះមកយើងធ្វើដូចគ្នាទាំងអស់ដូចយើង view យក BAP ដូចគ្នាយើងចូលមកកន្លែងនេះយើងចុចកន្លែងនេះ copy ទាំង3ដូចគ្នាបន្ទាប់មកយើងទៅកាន់ website ដែលគេផ្សាយពាណិជ្ជកម្មយើងធ្វើដូចគ្នាទាំងអស់
គ្រប់ ad នៅក្នុងpassword គឺធ្វើដូចគ្នា website នេះគឺយើងចំណាយពេលតែ5វិនាទីគឺខ្លីមែនតើវាកំពុងដើរដោយសារវាយឺនបន្តិចចាំបន្តិចសិនអ្នកទាំងអស់គ្នាអាចចុះឈ្មោះ free ហើយទៅអាចរកលុយ free តាម password នេះវាស្រួលអត់មានត្រូវការអីពិបាកហើយយើងអាចដកលុយ cash out ចេញពី website នេះស្រួលមែនតើតាមអ្វីដែលគេបង្ហាញយើងគឺមាន cash out បានវិធីច្រើនឥឡូវពេលខ្ញុំចុចវានេះខ្ញុំ credit បានប៉ុណ្ណេះគឺបានមួយសេនជាងដូច្នេះខ្ញុំ close វិញហើយខ្ញុំនឹងទៅកាន់ view ad មួយទៀតខ្ញុំនឹង view ad ដែលមានតម្លៃកន្លះសេនមួយទៀតឲ្យអ្នកគ្នាមើលនេះ ad ដែលមានតម្លៃកន្លះសេននៅខាងលើនេះគឺ ad ដែលមានតម្លៃកន្លះសេនខ្ញុំចុចដូចមិញបន្ទាប់ពីយើង copy ទាំង3នឹងហើយយើងនឹងទៅកាន់ website ដែលគេផ្សាយពាណិជ្ជកម្មដូច្នេះយើងចុចកន្លែងនេះwebsite នេះក៏ចំណាយរយៈពេល5វិនាទីដែរគឺវាមិនទាន់ load អាពេញកាប់ឆាហងវាសឹងតែផុតនាទីទៅបាត់ហើយពេលនេះយើងរងចាំនាទីរងចាំកាប់ឆាវាចេញcaptcha នោះមានពីរប្រភេទទៀត captcha ជាអក្សរដែលយើងត្រូវបំពេញនិង captcha ជារូបភាព captcha នេះគេ captcha រូបភាពដែលមានសភាពងាយស្រួល captcha អក្សរពេលខ្លះពិបាកមែនតើយើងពិបាកបំពេញអានេះយើងមើលរូបនេះមកប្រៀបដូចជានំដែលមានកាឡានេះចេះយើងចុចអានំមានកាឡាហ្នឹងទៅពេលណាដែលយើងចុចអានំមានកាឡាទាំងពីរនឹងហើយយើង verify សារ internet នឹងវា slow បន្តិចវា load យឺតដូច្នេះនំមានកន្លា2ខ្ញុំចុចហើយឥឡូវខ្ញុំចុច verify ពេលដែល verify វាថាត្រឹមត្រូវហើយយើង confirm ពេលដែល confirm ទៅគឺយើង credit គឺយើង earn ហើយគឺយើង earn ហើយទៅវា load ឲ្យយើងនេះយើង earn បានលុយនេះហើយយើង close វិញមកយើងទៅកាន់កន្លែងដើមវិញដូច្នេះអ្វីដែលអ្នកទាំងអស់គ្នាត្រូវតែរកនៅក្នុង password គឺ BAP កាលណា BAP កាន់តែច្រើននោះអ្នកទាំងអស់គ្នាទទួលបាន ad កាន់តែច្រើននៅក្នុង website នេះ ad ដែលវា load ឲ្យយើងនៅក្នុងករណីយើងមាន BAP ច្រើនយើងទទួលបាន ad ដែលមានតម្លៃថ្លៃអាច ad មួយតម្លៃដល់រាប់រយដុល្លារ100 200ដុល្លារ300ដុល្លារ400 500ហើយកាលមុនមានដល់ ad តម្លៃ$1,500ដុល្លារទៀតប៉ុន្តែតើតែយើងនឹងមាន BAP ច្រើន BAP ច្រើនគឺច្រើនមែនតើយើងទទួលបាន ad ថ្លៃគឺមានតម្លៃរាប់រយដុល្លារជាបន្តខ្ញុំនឹងបង្ហាញឲ្យទាំងអស់គ្នាអំពីលុយដែលខ្ញុំបាន cash out ពី password ពិតជាបាន cash out មែនវាបានផ្ញើចូលទៅក្នុង account Paysa ខ្ញុំគឺពិតជាផ្ញើទៅក្នុង account Paysa ខ្ញុំមែនខ្ញុំទទួលនៅក្នុង Paysa ខ្ញុំទទួលគឺចំណាយរយៈពេលប្រហែលមួយសប្តាហ៍នៅក្នុងករណីនេះយើងចុចកន្លែង cash out នេះមកយើងចង់ cash out គឺយើងសំខាន់ជាងគេយើងមាន account ភ្ជាប់មួយ Paysa យើងមាន Paysa គឺយើងដាក់ account នេះជ្រើសយក Paysa មកកន្លែងនេះគឺយើងជ្រើសយក Paysa ហើយកន្លែងនេះគឺថ្ងៃខែឆ្នាំកំណើតខ្ញុំប្រាប់អ្នកនរគ្នាថាត្រូវចាំថ្ងៃខែឆ្នាំកំណើតពេលណាដែលយើងចុចកន្លែងនេះហើយវានឹង load ថ្ងៃខែឆ្នាំកំណើតរបស់យើងដាក់ឲ្យត្រឹមត្រូវយើង submit ទៅលុយយើងនឹង load ចូលទៅក្នុង Paysa បើយើងរើសយក Paysa ហើយយើង load យក PayPal បើយើងរើសយក PayPal ហើយតោះមកយើង cash out មួយជាន់ទៀតដល់យើងចុច cash out កន្លែងនេះនៅពេលដែលយើងចុច cash out កន្លែងនេះវានឹងចូលទៅកន្លែងមួយទៀតបញ្ជាក់យើងថាត្រូវធ្វើអី
បន្ទាប់មកយើងបំពេញយើងចប់ហើយយើងចុចទៅទៀតទៅវានឹងpassword នឹងផ្ញើសារទៅ email យើងដើម្បីបញ្ជាក់ថាយើងពិតជា cash out អត់បើសិនបើយើង cash out យើងចុចកន្លែង email យើងមក cash out នឹងដើរ automatic ដូច្នេះវាចំណាយរយៈពេលខ្ទង់មួយសប្តាហ៍7ថ្ងៃដើម្បីបញ្ចូលលុយចូលទៅក្នុង account របស់យើង account អ្វីដែលយើងចង់ cash out ហ្នឹងនេះគឺជាលុយដែលខ្ញុំបាន cash out គឺ account Paysa PayPal ស្អីហ្នឹងគឺខ្ញុំធ្វើតាម account Paysa គឺពិតជា cash out បានមែនគឺលុយខ្ញុំទទួលបានពិតប្រាកដនៅក្នុងPaysa ចាំសារក្រោយខ្ញុំនឹងបាក់ account Paysa ហើយបញ្ជាក់ដល់អ្នកគ្នាថាខ្ញុំទទួលលុយបានពី password យ៉ាងដូចម្ដេចនេះគឺជាអ្វីដែលយើងអាច cash out បាននេះគឺយើងមានអីខ្លះយើងមាន PayPal ប៉ុន្តែ PayPal វាមានបញ្ហាតិចឥឡូវគេកំពុងតែធ្វើវាឲ្យស្រួល Paysa account មួយស្រួលយើងអាចបង្កើតបានអ្នកទាំងអស់គ្នាអាចបង្កើត account Paysa តាមកន្លែង description ដែលខ្ញុំដាក់នៅវីដេអូខាងក្រោមខ្ញុំមានដាក់កន្លែងឲ្យចុះឈ្មោះ account Paysa វាអត់មានអីពិបាកទេគ្រាន់តែអ្នកទាំងអស់គ្នាចុះឈ្មោះទៅតាមអ្វីដែលគេប្រាប់ចុះឈ្មោះទៅហើយវាល្អមួយយ៉ាងព្រោះ Paysa យើងអាចភ្ជាប់ជាមួយនឹងគណនីធនាគារស្រុកខ្មែរហើយយើងអាចផ្ទេរលុយ direct ពី Paysa ចូលទៅក្នុងធនាគារស្រុកខ្មែរយើងបានធនាគារដូចជា Aclida ABA ហើយយើងអាចភ្ជាប់ជាមួយនឹង Visa card យើង Visa card Aclida ឬក៏ Visa card នៅ ABA ប៉ុន្តែ Visa card យើងធ្វើនៅ ABA គេអស់តម្លៃថោកជាងនៅ Aclida មួយទៀតគឺ Perfect Money យើងអាចក៏បានដែរហើយ Solid Trust Bank Wire ស្រុកយើងធ្វើអត់បានទេ Bitcoin ខ្ញុំអត់មាន account ដែរ Neteller អ្នកទាំងអស់គ្នាបង្កើត account Neteller ស្រួលបង្កើតប៉ុន្តែស្រួលបង្កើត OKPay អីនេះច្រើនអ្នកទាំងអស់គ្នាមានតែមួយណាអ្នកទាំងអស់គ្នាដាក់ទៅដែលអាចដកលុយបានមួយកន្លែងទៀតខ្ញុំចង់បង្ហាញដល់អ្នកទាំងអស់គ្នាពីការធ្វើដូចម្ដេចដើម្បីទទួលបាន bonus add point ច្រើនបើសិនបើអ្នកទាំងអស់គ្នាជាសមាជិកថ្មីគឺអ្នកទាំងអស់គ្នាទទួលបាន25គុណនឹង16 bonus add point ដែលត្រូវ view អញ្ចឹងមានមួយ add គឺ25 bonus add point ហើយមាន16 add អញ្ចឹងអ្នកទាំងអស់គ្នាទទួលបាន400 BAP គឺ400 BAP យើងបាន400ទេដូច្នេះដើម្បីទទួលបាន BAP ច្រើនអ្នកដែលនៅលំដាប់ខ្ពស់គេមាន BAP ច្រើនមែនតើរាប់រយលានអញ្ចឹងតែធ្វើដូចដើម្បីបាន BAP ដល់រាប់រយលានដើម្បីបាន BAP ច្រើនគឺអ្នកទាំងអស់គ្នាត្រូវតែទិញពាណិជ្ជកម្មយើងថានេះ My Ad Campaign បើសិនបើអ្នកទាំងអស់គ្នាចង់រលួយបានច្រើនហើយលឿនគឺត្រូវតែមាន BAP ច្រើនហើយបើអត់ទេគឺយើង view BAP ដែលមានស្រាប់រាល់ថ្ងៃទៅយើង free ហើយយើង cash out យើងអាច cash out មួយខែម្ដងពីរដងអញ្ចឹងទៅគឺកន្លែងនេះយើងត្រូវតែ create campaign អានេះគឺជាcampaign ដែលខ្ញុំ create ខ្ញុំទិញវា2ខ្ញុំទិញសពទិញវា2ដងដូច្នេះដើម្បីទទួលបាន BAP ច្រើននេះគឺយើងត្រូវទី1យើង create new campaign គឺត្រូវផ្សាយពាណិជ្ជយើងត្រូវទិញពាណិជ្ជកម្មវានៅក្នុងករណីអ្នកទាំងអស់គ្នាចង់បាន BAP ច្រើនចង់បាន ad ដែលមានតម្លៃថ្លៃនៅក្នុងករណីនេះយើងមាន book ad book ad នេះគឺយើងចំណាយ$1.05យើងទិញពាណិជ្ជកម្មនេះគឺយើងដាក់ website ចូលទៅគឺគេឲ្យអ្នកមើល50អ្នកចូលទៅមើល website យើងនៅរយៈពេល30វិនាទីហើយទៅយើងអាចដាក់3បន្ទាត់ដែលយើងបំពេញដូចគេមិញហ្នឹងហើយមួយទៀតគេ offer យើង25 top of the page ប៉ុណ្ណេះហើយប៉ុណ្ណេះ banner អីចឹងមកដូច្នេះដើម្បីនេះគឺយើងចុចថា create campaign នៅក្នុងនេះនៅពេលដែលយើងចុច create campaign វានឹង load មកកន្លែងនេះនៅក្នុងនេះអានេះគឺជា campaign ចាស់ដែលមានស្រាប់របស់ខ្ញុំអាចជ្រើសរើសវាដែលមានស្រាប់ខ្ញុំអាចដាក់វាអញ្ចឹងមកឬក៏អត់ទេអ្នកទាំងអស់គ្នាថ្មីអ្នកទាំងអស់គ្នាចុចឧបមាថា
នេះគឺជា website នេះគឺជា website ជា blogger របស់ខ្ញុំជា blogger ឬក៏ជា link ស្អីមួយក៏បានដែរ link ស្អីរបស់អ្នកទាំងអស់គ្នាឬក៏ link account Neteller account nhiều book ដែលខ្ញុំផុសនៅសារមុនជាដើមហ្នឹងយើងអាចយក link new book link website យើង PayPal ឬ link website យើងជា blogger ជាអីមកដាក់មកយើងដាក់ចូលកន្លែងនេះហើយយើង verify នៅពេលនេះ verify វានឹង load រយៈពេលប្រហែល30 វិនាទីស្អីហ្នឹងហើយ load ថាចេញ website របស់យើងវាត្រឹមត្រូវអត់បើត្រឹមត្រូវយើងយកទៅហើយកន្លែងនេះគឺយើងត្រូវតែចង់ upload រូបភាពអត់រូបភាព125 គុំ125បើអត់ចង់យើង opt out ទៅហើយចុះមកខាងក្រោមទៀតយើងមាន banner យើងអាច upload បើអត់មានយើង opt out ទៀតទៅយើង opt out វាមកហើយកន្លែងនេះគឺ3បន្ទាត់ដែលយើងត្រូវបំពេញយើងបំពេញជាអក្សរជាលេខជាអីក៏បានដែរយើងចង់ដាក់អីដាក់មកពីព្រោះនៅពេលគេ view ពាណិជ្ជកម្ម ad របស់យើងមួយនេះវានឹង load 3ភាសានេះឲ្យគេបំពេញដូចយើង view របស់គេហើយឥឡូវនេះដោយសារតែគេចេញថ្មីគឺគេមាន choose នោះគឺមានតម្លៃខុសគ្នាយើងយក5សេន5វិនាទីចំណាយ$1.05ដូចយើង view របស់គេយើងយក15វិនាទីដែលចំណាយ$1.0.25 75ហើយយើងអាចយក30វិនាទីយើងចំណាយ$1.1 view អញ្ចឹងនៅកន្លែងនេះ payment យើងអាចរើសបានទៀតយើងចង់យក payment របស់យើងពីណាមកយើងអាចpayment យើងជាយកពី Payza Perfect Money ស្អីមកឬក៏យើងយកពីលុយដែលយើងរកបានពីPadword លុយដែលរកបានពី Padword គឺនេះគឺ earning របស់យើង PV earning យើងអាចជ្រើសរើសយក PV earning នេះមកហើយយកលុយហ្នឹងយកមកទិញដូច្នេះអ្នកទាំងអស់គ្នាអាចទិញលុះត្រាតែមានលុយនៅក្នុងហ្នឹង$1បានយើងអាចទិញពាណិជ្ជកម្មបានហើយយើងជ្រើសរើសចំនួនយើងចង់ទិញ1ទិញ2ទិញ3យើងដាក់ទៅអ្នកទាំងអស់គ្នាត្រូវដឹងថាកាលណាយើងចំណាយ$1យើងទទួលបានអ្វីគឺ50អ្នកចូលមកមើលពាណិជ្ជកម្មរបស់យើងបើយើងដាក់ជា website គឺមាន50អ្នកចូលមើល website របស់យើងពេលខ្លះវាឲ្យយើងលើសដល់60អីក៏មានដែរចូលមើល website របស់យើងហើយយើងទទួលបាន$3,100 BAP យើងគិតទៅមកយើងចំណាយ$1យើងទទួលបាន$1កន្លះមកវិញ$3,100 BAP យើងគិតតែ$3,000ទៅបានហើយ BAP មួយមានតម្លៃ 0.005 ដូច្នេះ$3,000យើងគុណទៅគឺបាន1.5 បើចឹងបើយើងគិត$1.3100គឺយើងទទួលបាន$1.55ដូច្នេះយើងចំណាយ$1គឺយើងទទួលបាន$1កន្លះគឺពាណិជ្ជកម្មដែល load ឲ្យយើងគឺមានតម្លៃ$1កន្លះមកឲ្យយើងវិញអញ្ចឹងវាអាច load 0.005 អាច load 1សេនអាច load 2សេនទៅតាមចំនួន BAP ដែលយើងមានប៉ុន្តែបើអ្នកទាំងអស់គ្នាមាន BAP កាន់តែច្រើននោះអ្នកទាំងអស់គ្នានឹងទទួលបាន add តម្លៃថ្លៃអាចដល់រាប់រយ$100 $100 $200ក៏មានដែរហើយបន្ទាប់មកយើងចុចមកហើយយើង purchase add ទៅវានឹង load កាត់លុយយើងហើយនឹងតឡើង BAP automatic ចូលទៅក្នុងaccount របស់យើងហើយមួយទៀតអ្នកទាំងអស់គ្នាអាចលេង click list នេះ click list នេះឥឡូវវាតឹងតែងតិចវាតើថា account យើង active ហើយទៅមាន BAP 100ចាំយើងលេងប៉ុន្តែអានេះយើងមិនលេងក៏បានដែរមួយទៀតយើងអាចលេង game ដើម្បីឈ្នះ BAP លេង game ដើម្បីឈ្នះ BAP មួយទៀតយើងអាច refer friend គឺអ្នកទាំងអស់គ្នាអាចរlink របស់អ្នកទាំងអស់គ្នានេះដូចជានៅកន្លែងនេះខ្ញុំចេះខ្ញុំបុផាអញ្ចេះគឺជា link មួយដែលអ្នកទាំងអស់ដែលយើងយកទៅឲ្យបង្កើតវីដេអូឬបង្កើតកន្លែងណាមួយដាក់ឲ្យគេចោះឈ្មោះតាម link មកគេនឹងខ្លាចជា referral របស់យើងដូច្នេះយើងទទួលបានប្រាក់តិចតួចយើងទទួលបានប្រាក់ខ្លះនៅពេលដែល referral យើង click ឬក៏ទិញពាណិជ្ជកម្មយើងបានខ្លះឥឡូវនេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នាអំពីអ្នកដែលរកបានច្រើនបំផុតនៅថ្ងៃនេះគឺ top earner នៅថ្ងៃនេះគឺណាគេ
top earner នៅថ្ងៃនេះគឺយើងមានportfolio នេះប្រហែលជា admin របស់Padware ដែរកាលមុនគឺចូលឥឡូវអត់ដឹងចូលវាលក់ឲ្យ portfolio ឬក៏អីបាត់ចូលបាត់ចេញ portfolio វិញ portfolio នេះគឺរកបាន$700ជាងគឺរកបានពី commission របស់ referral ទាំងអស់បើថា referral ទិញពាណិជ្ជកម្មចុចស្អីហ្នឹងគឺបានលុយទៅ portfolio ហ្នឹងដែលជាម្ចាស់ referral គឺទទួលបាន$700ជាងមួយទៀត Brandly នេះមាន bonus add point ច្រើនមែនតើដោយសារ Brandly ទិញពាណិជ្ជកម្មច្រើន Brandly ហើយ book ad នេះគឺជា ad ដែលរកបានពី bonus add point ដែល Brandly ទិញបើថា Brandly ទិញពាណិជ្ជកម្មទៅបាន bonus add point ហើយ bonus add point នេះ load ចេញជា ad ឲ្យ Brandly គឺ$300ជាងហើយចំនួន$55នេះគឺបានមកពី commission referral ហើយThick នេះក៏រកបានច្រើនដែរ100ជាងប៉ុណ្ណេះចំពោះអ្នកនេះវិញអត់មាន BAP អត់មានពាណិជ្ជកម្ម load ឲ្យទេប៉ុន្តែគេរកបានពី referral អញ្ចឹង referral គេច្រើនមែនតើដែលគេអាចរកលុយបានជាង100ហើយនេះសិតតែអ្នករកលុយបានច្រើនហើយលុយដែលរកបាននេះពិតជាអាច cash out មែនគឺខ្ញុំ cash out ច្រើនដងហើយគឺពិតជាត្រឹមត្រូវមិនមែនជា PTC คล้ายខ្លះដែលគេបន្លំយើងទេគឺពិតជាច្បាស់លាស់ចំពោះ Padware យើង slash ត្រឹមនេះសិនចុះហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតចាំខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅកលឹះផ្សេងតិចដើម្បីរកលុយពី Padware សូមអរគុណហើយបើសិនអ្នកទាំងអស់គ្នាចង់ចោះឈ្មោះកុំភ្លេចចោះឈ្មោះតាម description link ខ្ញុំដាក់កន្លែង description នេះនោះតែខ្លាយជា referral របស់ខ្ញុំមានបញ្ហាអីអ្នកទាំងអស់គ្នាអាចសួរខ្ញុំបានសូមអរគុណសូមជួបគ្នាពេលក្រោយសូមអរគុណ